ការប្រទះឃើញ UFO ជាច្រើនត្រូវបានគេយល់ច្រឡំថាជាបាតុភូតធម្មជាតិឬវត្ថុធម្មតាការយល់ច្រឡំទាំងនេះរួមមានវត្ថុអាកាសដែលមានពន្លឺភ្លឺដូចជាភពសុក្របាឡុងអាកាសធាតុដ្រូនយន្តហោះយោធាទំនើបផ្កាយរណបអាចផ្កាយនិងពពកដែលមានរូបរាងដូចចានបន្ថែមពីនេះបាតុភូតបរិយាកាសកម្រដូចជារន្ទះបាល់និងការបោកប្រាស់ដោយចេតនាក៏បានរួមចំណែកដល់របាយការណ៍អំពី UFO ផងទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបច្ចេកវិទ្យាទំនើបបាននាំឲ្យមានការកាត់ឡើងនៃវីដេអូ UFO ដែលមិនអាចពន្យល់បានដោយបាតុភូតធម្មតាទាំងនេះវីដេអូទាំងនេះអាចធ្វើឲ្យសាធារណជននិងអ្នកជំនាញយោធាមានការងឿងឆ្ងល់ដោយសារវត្ថុទាំងនេះបង្ហាញពីសមត្ថភាពហោះហើរដែលប្រាសចាកពីច្បាប់អាកាស Dynamic បច្ចុប្បន្ននៅក្នុងវីដេអូនេះយើងនឹងពិនិត្យមើលការប្រទះឃើញ UFO ដ៏គួរឲ្យចាប់អារម្មណ៍ចំនួន3រួមទាំងករណីមួយដែលមិនទាន់ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ1វីដេអូ UAP និងមីស៊ីលនៅយេម៉ែនវីដេអូនេះបានមកពី Sensor Infrared របស់ drone MQ-9 Reaper ដែលបង្ហាញពីហេតុការណ៍មួយនៅថ្ងៃទី30ខែតុលាឆ្នាំ2024នៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែនក្នុងតំបន់គ្រប់គ្រងដោយកងកម្លាំងហ៊ូទីវីដេអូបង្ហាញពី drone Rapper កំពុងតាមដានវត្ថុរាងមូលតូចមួយដែលកំពុងបញ្ចេញពន្លឺខណៈដែល drone Rapper ទី2បានបាញ់មីស៊ីល Hellfire ទៅកាន់វត្ថុនោះមីស៊ីលបានបុកវត្ថុរាងមូលតូចនោះចំបណ្ដាលឲ្យវាបែកជាចំណែកអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺគ្មានការផ្ទុះកាត់ឡើងទេទាំងពីមីស៊ីលឬ UAP នោះវត្ថុនោះបានបែងចែកជា4ឬ5ផ្នែកហើយធ្លាក់ចុះមកក្រោមមូលហេតុដែលគ្មានការផ្ទុះអាចមកពីមីស៊ីលនោះជាប្រភេទ GM114-9 ដែលជាមីស៊ីលគ្មានជាផ្ទុះប៉ុន្តែប្រើប្រាស់ស្លាបដៃដើម្បីគំទេចគោលដៅសាក្សីបានពិពណ៌នាថាហេតុការណ៍ដ៏គួរឲ្យខ្លាចដោយសារភាពធន់របស់ UAP នោះទោះបីជាវាត្រូវបានបាញ់គំទេចក៏ដោយក៏នៅតែមានសំណួរសួរថាហេតុអ្វីបានជាយោធាបាញ់មីស៊ីលតម្លៃ$15,000ទៅលើវត្ថុដែលមើលទៅតូចនេះតើវាបង្កហានិភ័យអ្វីហើយតើគំទេចកំទីត្រូវបានរកឃើញដែរឬទេរហូតមកដល់ពេលនេះមន្ត្រីការពារជាតិអាមេរិកបានបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមទេពីវីដេអូរបស់នាវា UFA Omaha ករណីតាក់ទងនឹងវីដេអូដែលទទួលបានដោយអ្នកស្រាវជ្រាវ Jeremy Corbell ដែលបង្ហាញពីហេតុការណ៍នៅថ្ងៃទី15ខែកក្កដាឆ្នាំ2019នៅពេលដែល UFO បានធ្វើអន្តរកម្មជាមួយនាវា UFA Omaha នៅឆ្នេរសមុទ្រ San Diego ប្រព័ន្ធដាដារបស់នាវាបានចាប់សញ្ញាវត្ថុមិនស្គាល់អត្តសញ្ញាណជាច្រើននៅជុំវិញនាវាវីដេអូបង្ហាញពីវត្ថុរាងមូលមួយហោះពីលើសមុទ្រហើយបន្ទាប់មកបានលោតចុះចូលទៅក្នុងសមុទ្រវីដេអូអារ៉ាដាដែលបញ្ចេញដោយ Global បង្ហាញពីវត្ថុចំនួន14ហោះហើរក្នុងល្បឿនលឿននៅពេលមួយវត្ថុចំនួន9ត្រូវបានកត់ត្រាថាហោះក្នុងល្បឿន158ម៉ាយក្នុង1ម៉ោងនាវិកមានការភ្ញាក់ផ្អើលចំពោះស្ថានភាពហោះហើរនិងថាមពលរបស់វត្ថុទាំងនេះវត្ថុដែលធ្លាក់ចូលទឹកនោះមិនត្រូវបានគេរកឃើញទោះបីជាវាមានការស្វែងរកក៏ដោយកងទ័ពជើងទឹកបានស្នើថាវាអាចជាដ្រូនមកពីនាវាដឹកទំនិញក្បែរនោះប៉ុន្តែអ្នករិះគន់យល់ថាដ្រូនធម្មតាมันអាចហោះហើរបានយូរជាង90នាទីនៅក្នុងល្បឿនលឿនបែបនេះនោះទេរួមទាំងសមត្ថភាពចូលទៅក្នុងទឹកដោយមិនខូចខាតឡើយ3វីដេអូ UAP នៅ Greenland ផ្នែកនេះពិភាក្សាអំពីការប្រទះឃើញ UFO នៅតំបន់ Greenland និងចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកលើទឹកដីនេះប្រធានាធិបតី Donald Trump ធ្លាប់បង្ហាញចំណង់ទិញកោះ Greenland ដោយលើកឡើងពីហេតុផលសន្តិសុខនិងធនធានដែរប៉ុន្តែវីដេអូនេះចោទសួរថាតើវាអាចតាក់ទងនឹងសកម្មភាព UFO ដែរឬទេការរកឃើញរបស់ Martin Glass អ្នកស្រាវជ្រាវបានទៅបំពេញទស្សនកិច្ចនេះទៅនោះបន្ទាប់ពីបានឮរបាយការណ៍ពីអ្នកបើកបរយន្តហោះម្នាក់គាត់បានថតចុះវីដេអូនៃពន្លឺរាងមូលដែលហោះចេញពីក្រោយភ្នំវត្ថុទាំងនេះត្រូវបានគេឃើញទាំងយប់ទាំងថ្ងៃហើយជារឿយៗមានពន្លឺពណ៌បៃតងក្រហមនិងទឹកក្រូចអ្នកស្រុកនិងអ្នកបើកបរយន្តហោះបានឃើញវាជាប្រចាំប៉ុន្តែមានអារម្មណ៍ថាអាជ្ញាធរមិនអើពើតំបន់ភ្នំនៅ Greenland សម្បូរទៅដោយអូរ៉ាញ៉ូហើយលោក Martin ជឿថាចលនារបស់ពន្លឺទាំងនោះហាក់ដូចជាកំពុងធ្វើការស្ទង់មើលតំបន់នោះវីដេអូនេះបង្ហាញថាមានសកម្មភាពអាថ៌កំបាំងជាច្រើននៅ Greenland ដែលអាចជាមូលហេតុមួយធ្វើឲ្យតំបន់នេះក្លាយទៅជាទីតាំងយុទ្ធសាស្ត្រនិងមូលដ្ឋានសំខាន់វីដេអូទាំង3នេះនៅតែបន្តចោទជាសំណួរថាតើបច្ចេកវិទ្យាទាំងនេះជារបស់នរណាតើជារបស់សត្រូវឬជារបស់ក្រៅភពហើយហេតុអ្វីបានជាមានការសម្ងាត់ច្រើនម្ល៉េះជុំវិញរឿងនេះអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ